យមិនឲ្យទលំទលាយគ្រប់គ្នាទៅវិញទៅមកកុំមកជេរខ្ញុំថាអត់បើកច្រកតែអ្នកឯងជេរខ្ញុំរាល់ថ្ងៃហើយថាមិនព្រមទទួលស្អីបើគ្រាន់តែលុកដៃទៅផ្ទះកំភ្លៀងអីរហូតអត់ស្ដាប់មួយថ្ងៃឮថាមេដឹកនាំចោលមកទៀតលាលែងទៅហើយអញ្ចឹងខ្លួនឯងបិទច្រកមិនធ្វើការជាមួយគេខ្ញុំធ្លាប់ម្ដងទៅញូវយ៉ក UN កាលខ្ញុំឡើងដំបូងទៅអានទៅសិនមានគេដឹកនាំបាតកម្មពេលជាមួយគ្នាគេថាអត់ទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់តែពេលជាមួយគ្នាគេថាហេតុអីក៏រដ្ឋាភិបាលមិនព្រមនិយាយក្នុងស្មារតីខ្មែរតែមួយគេអត់ទទួលស្គាល់ខ្ញុំឲ្យមកវល់ខ្ញុំទៅអង្គុយនិយាយហើយការទៅអូស្ត្រាលីចោកជួបខ្ញុំថាឥឡូវនិយាយគ្នាបើជួបអត់ជេរបើជេរអត់ជួបបាទណាត់ខ្ញុំជួបប៉ុន្តែលើកបាតកម្មជេរនៅខាងក្រៅឥឡូវឈប់ជេរនឹងមើលមានរឿងអីចូលមកនិយាយគ្នាស្រួលបើខ្ញុំរស់នៅអាមេរិកខ្ញុំរស់នៅប្រទេសបារាំងអង់គ្លេសបើគេចង់មាន dialogue ចង់មានកិច្ចសន្ទនាគេអត់លើកជេរទេគេលើកទូរស័ព្ទនិយាយគ្នាណាត់គ្នានិយាយមកបាទនិយាយខុសគ្នាមកនិយាយខ្ញុំអត់ខ្លាចទេហើយខ្ញុំមិនថាខ្ញុំធ្វើត្រូវទាំងអស់ទេប៉ុន្តែខ្ញុំប្រកាន់ចំហថាអ្វីដែលខ្ញុំរើសនេះគឺជាអ្វីដែលដើម្បីប្រទេសជាតិហើយបើមកនិយាយលើកជាបញ្ហាហើយលើកជាមតិយោបល់ជួយគ្នាដោះអូខេតែបើមកគ្រាន់តែចោះចេញទៅចោលមកទៀតហើយយូរគ្រាន់តែនាយករដ្ឋមន្ត្រីនិយាយក្នុងកម្មវិធីក៏យើងថានិយាយយើងប្រពេចប្រប៉ោចអត់ប្រយោជន៍យូរមិនបាច់និយាយអីទៅបងអ្នកខ្លះគ្រាន់តែយើងចោះជួបជាមួយកម្មករជួបជាមួយប្រជាជនក្នុងពិធីសម្ពោធថាយុរដ្ឋមន្ត្រីទៅដើមការងាររដ្ឋមន្ត្រីក្រសួងអប់រំអស់ហើយគ្រាន់តែខ្ញុំចោះទៅមើលនៅក្នុងផ្សារចោះទៅទេទឹកពូមានអ្នកខ្លះតាំងទៅដើមការងាររដ្ឋមន្ត្រីទេសចរអស់ហើយហើយមិនចង់ឲ្យខ្ញុំនៅអង្គុយផ្ទះជានាយករដ្ឋមន្ត្រីជើង10អញ្ចឹងជេរទៀតយុរដ្ឋមន្ត្រីអត់ក្តាប់ការងារបានមិនព្រមចុះដល់គោលដៅដល់ចុះទៅថាឯងអួតចុះអត់ប្រាប់តែយើងអត់ធ្វើអីដល់ប្រាប់ថាអួតសំដែងចប់ឡូតស្អីក៏ត្រូវដែរតោះតាមតាណាអានេះដែលខ្ញុំនិយាយបើយើងនិយាយពីគុណធម៌នយោបាយការអប់រំផ្លូវចិត្តឲ្យមានការអត់ធ្មត់ការឯកភាពជាតិការព្រមទទួលនៅមតិខុសខ្ញុំទទួលបាទខ្ញុំទទួលម្ដុំកឹមសកាកូនគាត់ចូលមកគាត់នៅបាក់ផ្សេងគាត់មាននាការផ្សេងឥឡូវចូលមកធ្វើប្រិសិទ្ធរបស់ខ្ញុំអត់បានតែងតាំងគាត់ជារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលរដ្ឋាភិបាលជាប្រិសិទ្ធវាត្រូវមានទីតមួយដើម្បីមានទម្ងន់ទៅធ្វើការមួយគេនៅក្រៅប្រទេសគាត់ចង់ជួយយើងនៅក្នុងការងារតាក់ទងវិនិយោគបូកជាមួយនឹងរឿងព្រំដែនអាហ្នឹងបញ្ជាក់ហ្មងកុំឲ្យថាឲ្យប្រិសិទ្ធពិសេសធ្វើអីប្រិសិទ្ធពិសេសគឺគួយរឿងហ្នឹងគាត់មានតំណែងតំណងច្រើនឥឡូវគាត់យកតំណែងតំណងគាត់ជាជាងស្រែកទៅជេរអត់ប្រយោជន៍បំផ្លាញកិត្តិយសជាតិយើងតែគាត់បែរមកយកពេលដើម្បីធ្វើការរួមគ្នាតើខ្ញុំមិនស្វាគមន៍នឹងហើយគេហៅស្មារតីនៃការសន្ទនាវប្បធម៌សន្ទនានិងការគេថាបង្រួបបង្រួមជាតិនោះបាទខុសពីអ្នកខ្លះជេរតែយើងអីដឹកអីគេហៅផ្ដាច់ការស្អីអត់បើកឱកាសឲ្យអ្នកមានចូលដល់គេហៅចូលសិតថាបញ្ហាបាទហើយឥឡូវអស់ហើយអ្នកនឹងទៅធ្វើការមួយអ្នកផ្ដាច់ការនឹងខ្លាយទៅជាអ្នកផ្ដាច់ការហើយពិភពលោកចប់ហើយទៅចប់តែគ្នាអីទៅកម្ពុជានៅតែដើរបាទអាចារ្យនៅតែបដិបដាលថ្មីបាទចប់កូវីដការកាន់តែច្រើនអាចារ្យគុណនៅនេះបាទខ្ញុំថាកម្មវិធីខ្ញុំរវល់តែអាចារ្យគុណរវល់ជាងខ្ញុំបាទ
រឿងចឹងយើងដឹងហើយតាបើសិនជាប្រទេសសង្គ្រាមបែរតែជំនាន់កូវីដហ្នឹងអាចារ្យក៏ដាច់ពួតដែរដំណើរការនៅទៅពិតថាយើងមានបញ្ហាព្រំដែនយើងត្រូវបន្តដោះរក្សាលំនឹងជីវិតប្រជាជនពង្រឹងជាតិយើងគ្រប់វិស័យរួមទាំងសីលធម៌គុណធម៌ដើម្បីជាតិយើងរឹងមាំពង្រឹងជាតិយើងខ្លាំងនឹងហើយការពារជាតិការពារអធិបតេយ្យជាតិទឹកដីការដោះស្រាយគ្រប់មធ្យោបាយគ្រប់គ្នាគ្រប់កម្លាំងសរុបរួមទាំងអ្នកដែលមាននិន្នាការផ្សេងដែលចូលសាមគ្គីខ្ញុំឯកភាពពេលដែលយើងប្រយុទ្ធគ្នាការពារទឹកដីនៅក្រៅប្រទេសប្រជាជនខ្មែរនៅក្រៅប្រទេសក្នុងប្រទេសអត់គិតពីណាគេរួមគ្នានៅជាមួយកងទ័ពនឹងដែលយើងចង់បានបាទវាយគ្នាហើយយើងទាំងអស់គ្នារួមគ្នាមានអ្នកនយោបាយមួយនោះកាន់មីក្រូខ្ញុំស្នេហាជាតិណាស់ប៉ុន្តែចេញមកជេរទាហានយើងសិតតែទាហានយើងបាញ់រ៉ុកកេតទៅស្លាប់ប្រជាជនស៊ីវិលគេយើងមានបាញ់ទៅនោះណាអានឹងភាសារបស់គេចោទយើងហើយយើងអ្នកនយោបាយទៅនិយាយជាប់ខ្ពស់មួយអ្នកនយោបាយប្រឆាំងជេរកងទ័ពតែកងទ័ពយើងគ្មានលណាម័យគ្មានរបៀបហើយគ្នាចង់ក្រែងទៅនីលទៅនោះនេះឬស្មារតីស្នេហាជាតិនិងបង្រួមជាតិឬនយោបាយផ្អែកទៅលើគំនុំអានឹងហើយដែលគុណធម៌សីលធម៌នយោបាយវាទៅផ្អែកទៅលើការបើកចិត្តសម្ដេចតេជោនយោបាយឈ្នះអ្នកដែលចូលមកមានទាំងអ្នកធ្លាប់ធ្វើផែនការសម្រាប់គាត់ពីឆ្នាំ80ជាងប៉ុន្តែចូលមកព្រោះកាលនៅវាយគ្នាត្រីភាគីស្អីសិតតែធ្វើផែនការសម្រាប់គ្នាទាំងអស់ដើម្បីយកឈ្នះយ៉ាងខ្លួនតែក្រោយមកចូលមកអត់មានគុំអត់មានចាប់យកទៅបាញ់ចោលលើកលែងតែមេដឹកនាំប្រមាណអ្នកដែល UN ការក្រៅពីនឹងគឺយើងសុខដុមនីយកម្មអញ្ចឹងខ្ញុំឆ្លើយប្រាប់គាត់ថាខ្ញុំមិនគ្រាន់តែនិយាយទេរាជគណៈបព្វជិជនបានធ្វើហើយខ្ញុំកំពុងតែធ្វើហើយនឹងបន្តធ្វើទៀតបើអ្នកចូលមកធ្វើការជាមួយជជែកជាមួយមិនបាច់ចូលបព្វជិជនទេឲ្យតែមកឯកភាពគ្នាធ្វើការបម្រើជាតិដូចគ្នាកុំតែជេរកុំតែវាយប្រហារគ្មានហេតុផលមួយថ្ងៃអង្គុយថាជេរគេអត់កណើតខ្លួនឯងគ្រាន់បើបាទខ្ញុំសួរគាត់អ្នកវិភាគហើយជាអ្នកនយោបាយផងគាត់មានតែអ្នកតំណងជាមួយអ្នកដែលជារងថ្ងៃខ្ញុំសួរមិនគេថាអ្នកទាំងនោះវិភាគយូរវាអស់ប្រធានបទយូរលែងជើងជាប់ដៃយូរនៅប្រមាណ1000គីឡូនៅខាងក្រៅដឹងច្បាស់ពីយុទ្ធសាស្ត្រយោធាជាងមេតបជាងឯកឧត្តមកែវធីមេទិសឯកឧត្តមស្រីដឹកឯកឧត្តមអិសរ៉ាត់ដឹងជាងគាត់ផងតាមកណាត្រូវវាយកណាមិនត្រូវវាយសិទ្ធិយុទ្ធសាស្ត្រក៏ឯងនៅជើង10នៅក្រៅសោះបាទ One2Go will get you to your destination at the touch of a button on your smartphone. Booking bus tickets to your next intended destination. Finding you the best, One2Go. ហើយបើចង់ឲ្យគេបើកទ្វារអ្នកឯងបើកមុនទៅបើចង់មកចាប់ដៃទ្វារខ្ញុំបើកដៃខ្ញុំលាប៉ុន្តែបើអ្នកឯងទះកំភ្លៀងខ្ញុំរាល់ថ្ងៃហ្នឹងតើឲ្យខ្ញុំចំណាយពេលទៅទេនៅពេលដែលមានមនុស្សប្រជាជនយើងរាប់ពាន់អ្នកទៀតបញ្ញវន្តមកកកុកទៀតដែលគេស្ម័គ្រចិត្តមកយើងទៅជួបគេទៅយើងធ្វើជាមួយគេមិនគ្រាន់បើជាងបើអង្គុយនៅកន្លែងសាពះវយអ្នកឯងឈប់ផ្ទះកំភ្លៀងខ្ញុំខាតពេលអត់ប្រយោជន៍វប្បធម៌សន្តានាការបង្រួមជាតិសុខដុមនីយកម្មដែលតាក់ទងជាមួយនឹងអាចារ្យនីរបស់យើងមិនមែនតែក្នុងការរស់នៅប្រចាំថ្ងៃទេប៉ុន្តែវានៅគ្រប់ទាំងអស់ទាំងការរស់ស៊ីទាំងឆាកនយោបាយទាំងកិច្ចការគ្រប់ទាំងអស់ការទទួលខុសត្រូវការបើកទឹកចិត្តនិងការទទួលអញ្ចឹងខ្ញុំសូមបញ្ជាក់ប៉ុន្តែអ្នកខ្លះមិនហ៊ានទេជេរខ្លាំងពេកមិនមែនខ្លាចចូលមកដោយសារខ្ញុំរដ្ឋាភិបាលចាប់រដ្ឋាភិបាលអីទៅអត់ទេគឺខ្លាចពួកគេខ្លួនឯងទាំងឯងឲ្យតែហ៊ានមកចាប់តដៃថតរូបតែជាមួយនឹងគឺថាគេថាលក់ក្បាលទៅហើយខ្លាចអានោះជាងបាទមានមកកកោកផ្ញើសារមកខ្ញុំជជែករឿងការងារតែសុំថាសម្ដេចសូមកុំបង្ហាញសារខ្ញុំព្រោះតែដឹងគេជេរខ្ញុំថាក្បត់ជាតិហើយបាទអញ្ចឹងសម្រាប់ខ្ញុំអត់មានទេដរាបណាគាត់បញ្ចេញមតិមានហេតុផលពួកខ្ញុំក៏
អ្នកសិក្សាក៏ខ្ញុំក៏មានហេតុផលរបស់ខ្ញុំស្ដាប់ទាំងអស់បាទអញ្ចឹងដូចគ្នាទេតាមសារទៅវិញឆ្លើយជាមួយសំណួររបស់អ្នកវិភាគក៏ដូចជាសារទៅដល់ប្រជាពលរដ្ឋអ្នកនយោបាយផ្សេងរាជរដ្ឋាភិបាលគណៈបព្វជិជនអត់មានបទទ្វារទេសម្រាប់អ្នកដែលមានចេតនានិងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាលឬមួយគណៈបព្វជិជនកម្ពុជាក្នុងនាមជាដៃគូជាតិខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិយើងស្វាគមន៍អត់មានទេនិយាយមានហេតុផលកុំចាំបាច់ស្របឲ្យតែមានហេតុផលច្បាស់លាស់គណៈបកទាំង35ដែលជាដៃគូរាល់របាយការណ៍ដែលគាត់សរសេរមកខ្ញុំមិនមែនសរសេរលើកជើងរដ្ឋាភិបាលទេណាគាត់សរសេរពីចំណុចខ្សោយទាំងអស់ក្នុងវិស័យនេះស្អីៗដើម្បីយើងយកធាតុផ្សំទៅឲ្យខ្ញុំមិនបានជេរទៅដាក់ទៅឯកឧត្តមខ្ញុំគណៈបកនេះរិះគន់ដល់រហូតឈប់ទទួលអត់ទេយើងចាយើងបកគលទៅឲ្យក្រសួងស្ថាប័នពិនិត្យមើលកែសម្រួលតាមលទ្ធភាពដែលធ្វើបាននេះវប្បធម៌នៃសន្តានាដោយស្មោះត្រង់គណៈបកនយោបាយមិនមែនបង្កើតមកដើម្បីឲ្យអួរគ្នាទេប៉ុន្តែដើម្បីរួមគ្នាតំណាងប្រជាពលរដ្ឋដែលមានទស្សនៈរៀងៗខ្លួនធ្វើការហើយដូចខ្ញុំនិយាយរដ្ឋាភិបាលគឺបើកចំហដើម្បីទទួលព្រោះយើងមើលមិនគ្រប់ជ្រុងជ្រោយទេយើងឆ្លោះកញ្ចក់បានតែអត់មានពីណាមើលខ្នងឲ្យយើងកញ្ចក់មើលអត់បានទេលើកលែងតែមានកញ្ចក់ស្អីដូចនៅកន្ទប់គេមាន360ដឺក្រេអានឹងក៏ងាកចង់បាក់កដែរចឹងវាត្រូវមានអ្នកផ្សេងជួយមើលពីក្រោយខ្នងប្រាប់យើងផងហើយក៏មិនមែនគ្រប់សមហេតុផលទាំងអស់ដែរកន្លែងខ្លះយើងត្រូវជូនទៅគាត់វិញដើម្បីឲ្យគាត់បានជ្រាបកន្លែងខ្លះយើងបញ្យល់ឲ្យបានច្បាស់ក្រសួងស្ថាប័នក៏ធ្វើលិខិតជូនទៅគាត់បាទអានឹងដើម្បីចែកគ្នាដឹងហើយគេហៅសន្តានានោះណែឯងលើកបញ្ហាជួយផ្ដល់យោបល់ពីដំណោះស្រាយផងអញ្ចឹងខ្ញុំស្ដាប់បានទាំងបញ្ហាខ្ញុំទៅប្រឌិតមើលបើសិនជាពិតខ្ញុំជួយដោះឲ្យប្រាប់ទៅដែរឯងបើយោបល់ខាងដៃគូរបស់យើងមានថាដោះយ៉ាងម៉េចបានប្រកបនឹងគៀកមួយប្រជាជនជាងកាលប្រជាជនអត់ព្រមប្រាប់មកយើងទេដូចខ្ញុំនិយាយតែមានវត្តមានមន្ត្រីទៅគាត់ថាទៅចង់បានព្រោះនៅនោះគេចង់បានស្រាប់ក៏អត់រៀនប្រាប់បញ្ហាកង្វល់ដល់ដាក់ម្នាក់ដើរតួជា NGO គេប្រាប់ថាអត់ទេទៅគាត់ព្រួយអានឹងជាងគេបាត់ឆ្នាំបាយគាត់ដល់យើងយកមកគ្រប់ជ្រុងជ្រោយទាំងហើយទៅនេះហើយវប្បធម៌សន្តានាដែលបង្កើតសុខដុមនីកម្មអញ្ចឹងចំបើកចំហប្រកាសចំហតែម្ដងព្រោះមិនសូវវិញគាត់សួរឥឡូវខ្ញុំបញ្ជាក់ព្រោះមានអ្នកបញ្ញវន្តផ្សេងសួរថាយើងបើកអត់ទទួលវប្បធម៌សន្តានាទទួលនៅយោបល់របស់គេយើងស្វាគមន៍ទាំងអស់មិនស្រួលអ្នកខ្លះស្ដាប់ប៉ុណ្ណឹងទៅយកទៅអូហ៊ុនម៉ាណែតដាក់ចេញអន្ទាក់ចាប់លលោកទៀតហើយយូរគិតអ្នកដែលដូរឈ្មោះដូរទស្សនៈឬមួយដូរវិធីសាស្ត្រដើម្បីចូលរួមនយោបាយសិតតែគេខ្លាយទៅជាសត្វអលោកទាំងអស់ឥឡូវបើខ្លួនឯងទស្សនៈសិតតែអ្នកប្រជាធិបតេយ្យសិនអ្នកបើកចំហតែទស្សនៈចង្អៀតចង្អល់គេជាមនុស្សបើសិនជាគេសម្របជាមួយយើងលើកជើងទស្សនៈរបស់ពួកគាត់គេអ្នកស្នេហាជាតិគាត់ទៅដូរភ្លាមខ្លាយទៅជាអលោកបាត់បាទខ្លាយទៅជាអស់តម្លៃបាត់លែងនិយាយហោកោទុះនេះមែនបាទអាហ្នឹងរឿងគុណធម៌នយោបាយបាទមកសមមិញខ្ញុំជួបមួយមហាសេដ្ឋីខ្សត់លុយណាចង់ដឹងពីណាមហាសេដ្ឋីខ្សត់លុយគាត់ឈ្មោះអុកវ៉ាន់ដេស្គាល់ទេស្គាល់លឺសូសាឡាដូងនៅភ្នំការីរំដែលមានបញ្ញាហើយអ្នកដែលចុះតាមខេត្តចង្វាយខេត្តមួយប្រហែលស្គាល់គាត់ចុះយកឡានអាឡាននេះរបស់គាត់មួយឥឡូវសួរទៅមិនកាន់ឃើញចង់ជ្រុះកង់ហើយគាត់ចុះទៅបើគេហៅបណ្ណាល័យចល័តអុកវ៉ាន់ដេបងប្អូនប្រុសអុកវ៉ាន់ដេប្រហែលថ្ងៃនេះមានចេញរឿងសារមួយថាគេបដិញគាត់ចេញពីការីរំបិទសាលា4-10ថ្ងៃស្អីទៅបាទ
ឥឡូវប្រហែលជាដឹងអត់ស្គាល់ទេអុកវ៉ាន់ដេប៉ុន្តែបើសាលាសម្រាមឬមួយក៏នៅឬមួយក៏អាបដិញចេញ 4-10 ថ្ងៃដឹងខ្ញុំសូមបញ្ជាក់ចេះតាមពិតខ្ញុំចាប់អារម្មណ៍ជាមួយប្អូននេះយូរហើយតាំងពីសាលាសម្រាមនឹងប្រហែលឆ្នាំហើយចុងក្រោយពេលគាត់ចេញទៅសភៅនេះហើយខ្ញុំត្រូវណាត់គាត់ជួបឲ្យរឿងពេលចេញសភៅនេះចង់មើលយើងអាចជួយផ្ដល់សភៅស្អីខ្លះតែវាចេះតែជុំណាត់ម្ដងណាក៏គាត់នៅខេត្តនោះដល់ចុងក្រោយផ្ទុះសង្គ្រាមអញ្ចឹងក៏អត់បានជួបទៅហើយម្សិលមួយថ្ងៃមួយហ្នឹងខ្ញុំបាទនិយាយត្រង់មកអត់និយាយលាក់លៀមទោះបីឥឡូវរវល់ក៏លួចកសាង credit ទេបាទជូនប្រពន្ធទៅលេងការីរ៉ូមយក credit ដែរនិយាយចឹងរវល់ហេងខ្លួនមួយថ្ងៃមុននោះគាត់ទៅចោះចែកផ្ទះដែលសង់ឲ្យយោធិនពលីនៅសៀមរាបនៅបៃវែងអីចឹងទៅមួយថ្ងៃទៀតទៅសៀមរាបទៅអីអញ្ចឹងរវល់រៀងខ្លួនអញ្ចឹងសល់ថ្ងៃអាទិត្យមួយហើយកូនស្រីគេនៅគេចប់គេមុនទៅមហាវិទ្យាល័យអញ្ចឹងតោះបើកទៅលេងការីរ៉ូមព្រោះថ្ងៃមុនទៅទេតពុះហ្នឹងអាបាល់ខែថាមនុស្សច្រើនហើយក៏ឃើញរូបតាមនេះគេចង់ទៅពើហើយក៏ចៃដន្យបើកកាត់មុខសាលាទៅបាទហើយក៏ថាអូសាលានេះធ្លាប់ឃើញតាម Facebook អីចឹងទៅបាទហើយពីថ្ងៃក្រោយក៏វាឃើញរឿងហ្នឹងកើតឡើងបាទអ្វីដែលខ្ញុំចង់លើកនោះមិនមែនរឿងសាលាទាំងទេអ្វីដែលខ្ញុំចង់លើកគឺបុគ្គលម្នាក់ដែលប្រកាន់ខ្ជាប់នៅសីលធម៌គុណធម៌ការស្មោះត្រង់មានឆន្ទៈជួយមនុស្សហើយធ្វើការពុះពៀដើម្បីធ្វើអត់មានលុយអត់មានអីច្រើនទេផ្ដើមចេញចិត្ត10ឆ្នាំមុនគាត់ទៅការីរ៉ូមឃើញក្មេងៗសុំទានមួយចំនួនហើយសាលារៀនជាមានបឋមសិក្សាការីរ៉ូមមួយនោះហើយរៀនម៉ោងក៏មានតែអញ្ចឹងគាត់មានគិតថាចង់ឲ្យក្មេងៗជា100នាក់នៅលើនោះមានបំពន់កន្លែងហ្នឹងដូចឃើញក្រសួងអីធ្លាប់ទៅនេះអីដូចធ្លាប់ទៅដែរកន្លែងនោះឃើញរៀបចំអញ្ចឹងក៏ខ្ចីដីរបស់បរិស្ថានឧទ្យានការីរ៉ូមនៅទីនោះក៏បានធ្វើដោយសារវាជារឿងផលប្រយោជន៍ដល់សហគមន៍ក៏អនុញ្ញាតឲ្យធ្វើទៅបាទក៏គៀកទុនធានសប្បុរសជនក្នុងនិងក្រៅប្រទេសពុះពៀកសាងបានហើយពុះពៀមួយទៀតខ្ញុំសួរពុះពៀលំបាកបំផុតគឺឪពុកម្ដាយឲ្យកូនបរិញ្ញាព្រោះឥឡូវឪពុកម្ដាយត្រូវឲ្យកូនទៅជួយការងារផ្សេងក្រៅបោករៀនដើម្បីឲ្យមករៀនកុំព្យូទ័ររៀនបំណិនបន្ថែមគាត់ត្រូវទៅបង្ហាញដំបូងមិនសូវមានអ្នកឲ្យមកទេតែឃើញកូនចូលរៀនមានគេថាកើននៅចំណេះលទ្ធផលល្អនៅសាលាបឋមអីបន្ថែមគាត់ឲ្យចូលប៉ុន្តែអ្វីដែលខ្ញុំនិយាយអ្នកនេះអត់មានលុយទេមានតែចិត្តហើយមានការតស៊ូតែទាំងអស់នឹងចេញមកពីណាគឺទ្រព្យមហាសាលដែលខ្ញុំនិយាយនេះគឺទ្រព្យទឹកចិត្តនិងសកម្មភាពដែលគាត់ចែកទៅឲ្យកូនចៅប្រជាពលរដ្ឋនៅនោះដោយសារទឹកចិត្តនិងឆន្ទៈរបស់គាត់ទ្រព្យខ្លួនឯងទៅលើកតម្លៃខ្លួនឯងបានសប្បុរសជនជឿទុកចិត្តលើគាត់ជួយគាត់នេះដែលគេថាសីលធម៌គុណធម៌ស៊ីអីបានអីស៊ីអត់ទេបើយើងគិតតែពីជ្រុងទ្រព្យសម្បត្តិគិតតែពីជ្រុងលុយកាក់គិតតែពីជ្រុងស្អីភាពហឺហាអានឹងយើងគ្មានទេប៉ុន្តែបើយើងគិតពីការគោរពការស្រឡាញ់នេះហើយទ្រព្យដែលគាត់បង្កើតអរិយាបថដែលគាត់មានបាទគាត់ដោះស្រាយបញ្ហានេះបាទហើយខ្ញុំជួបមនុស្សច្រើននៅក្នុងសង្គមទាំងតូចទាំងធំរឿងខ្ញុំរឿងទ្រព្យអត់សំខាន់ប្របាទទេមានឡានអា Lamborghini ល្អគាត់ស្រឡាញ់គាត់មានលទ្ធភាពទៅអ្វីដែលសំខាន់គឺទឹកចិត្តមិនមែនថាអ្នកដែលមានទាំងអស់អត់មានទឹកចិត្តទេហើយក៏មិនមែនអ្នកដែលអត់ទាំងអស់sẽមានទឹកចិត្តនោះដែរទេប៉ុន្តែអ្វីដែលសំខាន់ភាពខុសគ្នាគឺក្រៅពីតម្រូវការរបស់គាត់បានផ្ដល់ទៅដល់សង្គមមិនថាអ្នកតូចអ្នកធំអ្នកមានអ្នកក្រនេះគឺជាអរិយាបថគ្មានអីខុសទេដែលឲ្យមនុស្សម្នាក់គិតខំរកស៊ីគាត់រីកចម្រើននោះដោយខ្ញុំមើលអ៊ំស្រីម្ដាយឥឡូវគាត់ជាអ្នកបង្កើតក្រុមហ៊ុនជីពុក
ចេញពីអពតមកកូន5នាក់មេម៉ាយចិញ្ចឹមកូនគាត់តស៊ូមកដល់រីកប៉ុណ្ណេះចៅឥឡូវដល់ចៅដល់អីគ្មានអីខុសទេគាត់ក្រស៊ីដោយសារជាតិគាត់រកស៊ីបង្កើតការងារនៅក្នុងនេះយើងចង់ឲ្យរីកចម្រើនចឹងហើយគាត់ក៏ជួយសង្គមច្រើនបាទការលើកទឹកចិត្តប៉ុន្តែនេះខ្ញុំយកជ្រុងដែលសីលធម៌គុណធម៌ភាពស្មោះត្រង់នឹងការទូខុសត្រូវបង្កើតតម្លៃបង្កើតនៅឧត្តមប្រយោជន៍គាត់អត់លុយឡានខូចជិះទៅជួយជិះឡានតាមខេត្តពេលខ្លះខេត្តពានចិត្តល្អជួយប្រេងសាំងប្រេងអីតែខ្លះឲ្យទៅតែគាត់សប្បាយចិត្តដេកផ្លូវក៏ដោយនៅពេលដែលឃើញការផុសផុលក្នុងការអានសភៅអ្វីដែលគាត់ចង់ធ្វើគាត់ពុះពៀពីដីអត់មានអីទាំងអស់ទៅជាកន្លែងដែលរៀនបដិបដា150នាក់ជាងចូលមកទទួលបំណិនគុណភាពឡើងអញ្ចឹងការអប់រំបណ្ដុះបណ្ដាលគុណធម៌សីលធម៌គឺបែបនេះនៅពេលដែលយើងអស់អីទាំងអស់តែអត់អស់ចិត្តនោះទេប៉ុន្តែបើយើងបាត់បង់សីលធម៌បាត់បង់គុណធម៌បាត់បង់ការទទួលត្រូវយើងមានអ្វីទាំងអស់តែគ្មានអ្វីទាំងអស់បើន័យថាម៉េចយើងមានទ្រព្យសម្បត្តិមានស្អីទាំងអស់តែយើងបាត់បង់មនុស្សដែលយើងស្រឡាញ់ទាំងអស់ព្រោះយើងកន្លែងតែកាច់កង់រហូតតែមួយឈ្នះយើងមានទាំងទ្រព្យយើងមានទាំងការគោរពនិងការស្រឡាញ់លេខ1បង្កើតផលមិត្តផលជាគុណប្រយោជន៍សម្រាប់ខ្លួនយើងសម្រាប់អ្នកដទៃវាអត់ចាប់ផ្ដើមពីតើយើងមានលុយប្របាទទេចេញពីតម្លៃនៃភាពស្មោះត្រង់ទើបមានសប្បុរសជនដែលគេមានលទ្ធភាពគេសឹកចិត្តពីក្រៅប្រទេសផ្ញើលុយមកឲ្យយើងក្នុងប្រទេសឲ្យលុយយើងជួយយើងដើម្បីទៅបើកសាលាទេនេះជាការងារពិតដែលខ្ញុំនិយាយមិនមែននិយាយតែទ្រឹស្ដីទេព្រោះខ្ញុំទៅភ្ជាប់ជាមួយកត្តាជាក់ស្ដែងហើយរឿងដែលខ្ញុំលើកឧទាហរណ៍គឺរឿងដែលខ្ញុំជួបម្សិលមិញយើងទាញយកមកម្នាក់និយាយពីរឿងនយោបាយគុណធម៌នយោបាយការបង្រួបរួមជាតិមានគុណធម៌ការទុកចិត្តការស្មោះត្រង់ជាមួយគ្នាវប្បធម៌សន្តិនិកត្រូវដើរគោរពគ្នាកុំចេះតែជេរមើលគេបាទកុំថ្ងៃណាក៏អត់កណើតគ្មានមាយាទចោះចេញទៅអត់និយាយជាមួយតែចូលមកនិយាយទៅមិនបាច់ចូលមកជាមួយគណៈបព្វជិជនកម្ពុជាទេដៃគូទៅខ្ញុំអត់បានគណៈបព្វជិជនអត់សុំឲ្យគណៈបកទាំង35ជាដៃគូឬប្រមាណចូលមកយើងបានយើងធ្វើជាវប្បធម៌សន្តិនិកតាមរយៈឧត្តមក្រុមប្រឹក្សាពិគ្រោះផ្ដល់យោបល់ទេអញ្ចឹងការរៀបចំទាំងអស់នេះគឺផ្អែកទៅលើមូលដ្ឋាននៃគុណធម៌វប្បធម៌របស់យើងតែត្រូវពង្រឹងការប្រតិកលាក្នុងនយោបាយក្នុងសង្គមតែយើងទៅធ្វើឥឡូវចង់បញ្ជាក់បន្តិចរឿងនេះហ្នឹងឥឡូវជួបរឿងនេះវាមិនចេះទេកន្លងទៅមានការយល់ច្រឡំហើយទៅចោទអុកញ៉ាចឹងសុភាពហើយយាយពូនោះថាទៅដេញកន្លែងគាត់រឿងពិតវាមិនចេះអុកញ៉ាចឹងសុភាពអត់ដឹងអីសោះគេជេរគាត់ឲ្យដីតាម Facebook ហើយរឿងនេះ2017ស៊ីដេគាត់ទៅគាត់ចង់ធ្វើកន្លែងគាត់ទៅតាក់ទងមន្ត្រីបឋាននោះស្នើសុំខ្ចីដីព្រោះដីរដ្ឋទេនៅលើនោះបាទកន្លងទៅមានថាធ្វើ resort ខ្លះប៉ុន្តែមិនមែនជាដីឯកជនទេដីឯកជនរបស់រដ្ឋដែលជួលក្នុងរយៈពេលមួយប៉ុន្តែតែជាកម្មសិទ្ធិរបស់រដ្ឋទាំងអស់អញ្ចឹងនៅក្នុងកន្លែងនេះគឺបើកទៅហើយកន្លងទៅគាត់មានធ្វើផ្ទះគ្រូតែអីចឹងទៅវាជន់នៅក្នុងដីរបស់កងទ័ពដីដែលអនុក្រឹត្យបកគលទៅឲ្យជាតំបន់ប្រវត្តិសាស្ត្រយោធាប្រវត្តិសាស្ត្រយោធានេះយើងរៀបក្រសួងការពារជាតិរៀបចំប្រមាណកន្លែងនៅទូទាំងប្រទេសដើម្បីរំលឹកពីគុណតម្លៃនៃគ្រប់ភាគីទាំងអស់ហើយសំខាន់ឲ្យកូនចៅប្រជាពលរដ្ឋនៅចងចាំនៅតម្លៃនៃសន្តិភាពកន្លែងខ្លះវាជាការតស៊ូសុទ្ធស្វែងណាស់រវាងភាគីដូចនៅគិរីរំនឹងរវាងខ្មែរក្រហមដូចនៅនឹងដូចអាដាមកែវពងអាដាមកែវពងហើយកាលខ្ញុំនៅពីក្មេងជិះឲ្យទៅដល់ម្ដុំពេជ្រនិលនឹងគឺអាយកុំហៅចូលមកហើយពីខ្មែរក្រហមថាអញឃើញឡានហើយអញបាញ់កំតិចអ្នកនៅក្នុងឡានពូខ្ញុំគាត់ដាក់តទៅវិញហើយយើងក្មេងយើងថាតិចបាញ់មែនទៅមិនជិះដោយរាល់ថ្ងៃផ្លូវលបឿនរឿននោះទេបាទ
កន្លែងនោះអត់មានមនុស្សទេយកមនុស្សទៅដាក់ឬទាំងអស់ព្រោះដោយសារវាយគ្នាហើយកន្លែងស្លាប់ច្រើនបាទនៅភ្នំស្រួចនៅអីនេះសារកន្លែងមណ្ឌលសុខភាពមិនមែនទៅព្យាបាលអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ទេកាលនោះលីសពតាហ៊ានយកមកលាងឈាមអីទៅដល់ក្រោយពីស្លាប់លើសមរភូមិចឹងបានរក្សាទុកចឹងក៏វាជន់កន្លែងហ្នឹងទៅបាទហើយកន្លងទៅក៏មានការជូនតំណែងចឹងវិញបានខ្ញុំកោកានេះយើងទៅមើលអញ្ចឹងជាដំណោះស្រាយសម័យជួបមានអាដាមអៀងសុផលឡែតរដ្ឋមន្ត្រីបឋានមកដែរជាមួយអាដាមជាមចាំសុផាន់អាបាខេតមកជាមួយគ្នាខ្ញុំទូរស័ព្ទទៅមេយុទ្ធភូមិភាគទី3ហើយតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺប្រាប់ថាឲ្យផ្អាកការរុះរើសិនហើយកន្លែងផ្ទះគ្រូស្អីឲ្យទុកឲ្យគេដំណើរការរៀនសូត្រដំណើរការផ្ទះ As your WhatsApp accounts grow, customer messages get spread across different accounts. Your support team has to log in to different accounts every day. So can all these WhatsApp accounts be managed in one workspace? Sales Smartly brings customer messages from multiple social channels together in one unified chat workspace. No matter which platform the customer comes from, your team can view, reply, and follow up in one place. If you have multiple accounts, you can manage them all together. No more logging into different dashboards again and again. And no more worrying about messages being missed across different accounts. AI Service can also respond to customers first, automatically answer common questions, and collect customer needs. When a human needs to step in the conversation, can be handed over to sales for follow-up. One workspace, multiple channels connected, multiple accounts managed, and AI to handle customers first. Sales Smartly. Make multi-channel communication easier? Click to try it for free. អត់ទេគាត់មានធ្វើអាផ្ទះមួយគេហៅ home stay ហ្នឹងសម្រាប់យកលុយចិញ្ចឹមសាលាតាក់ទងការងារមនុស្សធម៌អត់មានបង្រៀនអីទៀតយើងធ្វើបានអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនមហាជនទី1អត់តាក់ទងជាមួយអង្គការជើងសភាពទេក៏អត់ដឹងទេរឿងដីវត្តសាយោធាទី2ដំណោះស្រាយយើងបានឲ្យកោការឲ្យអត់មានការរុះរើទៅណាទេបន្តរៀនធម្មតាក្រសួងបរិស្ថានជាមួយនឹងខេត្តនឹងចុះទៅដើម្បីពិនិត្យព្រមឲ្យបានច្បាស់រៀបចំអីដើម្បីសម្រួលព្រោះឥឡូវគាត់នៅអត់មានប្លង់រឹងទេមានតែការអនុញ្ញាតក្រៅផ្លូវការរបស់មន្ត្រីបរិស្ថានតាំងពី2017អញ្ចឹងគាត់នៅស្រាវចឹងខ្នងអញ្ចឹងមិនថាទៅកុំឲ្យមានទំនាស់ចុះពិនិត្យមើលដើម្បីយើងដោះស្រាយធ្វើម៉េចធានានៅចេរភាពនិងនិរន្តរភាពដែលសាលាអាចជួយទៅបានសាលានេះបំពេញថែមឲ្យទៅមើលសាលាបឋមសិក្សាលើនឹងផងបាទនៅនឹងមានសិស្ស100នាក់គ្រូនៅនឹងមាន3នាក់ប៉ុន្តែសារគាត់ធ្វើដំណើរ30គីឡូចុះឡើងពេលខ្លះពិបាកបោថាឲ្យមើលថាមិនមែនធ្វើផ្ទះក្នុងយើងអត់ធ្វើអីខូចទឹកបរិស្ថានទេអាផ្ទះឈើផ្ទះអីដែលយើងរៀបចំជូនគាត់កុំឲ្យពិបាកចុះមកក្រោមឡើងលើ30គីឡូបាទហើយពីកន្លែងលក់សបុតនឹងឡើងទៅព្រោះខ្ញុំធ្លាប់ដើរលើនោះដូច2ដងនាំតាហ៊ានទៅហាត់បាទហើយអ្នកកំពុងស្ពឺឡើងទៅដល់លើយើងសួរគាត់ចិត្តដល់នៅគាត់ថាចិត្តដល់ហើយចិត្តដល់នឹងចង់5ដងចិត្តដល់ហើយដើរធ្លាក់អណ្ដាតសួរទៀតមួយម្នាក់ទៀតមកចិត្តដល់ហើយបងចិត្តដល់ហើយអញ្ចឹងឆ្ងាយហើយត្រូវការចំណាយច្រើនបំពេញគ្នាសាលាបឋមលើនោះពុទ្ធសាសតិចដើម្បីរួមគ្នាហើយសម្រាប់សាលានោះដោយសារចំណូលនេះចែកមួយគ្រួសារទៅក៏បានប្រាប់ក្នុងមួយខែអាដាមសេងទៀងបាទខ្ញុំឲ្យអភិវឌ្ឍអាដាមហ៊ុនសិដ្ឋាដាក់បញ្ចូលក្នុងបញ្ជីមណ្ឌលដែលយើងឧបត្ថម្ភប្រចាំខែគឺមួយខែយើងផ្ដល់ថវិកា5លានក៏មួយតោនទៅដើម្បីទៅសាលានឹងខ្ញុំប្រាប់ពីវាហើយបើកពីខែ9នឹងទៅដើម្បីជួយប្រកបផ្ដល់អាហារឲ្យគ្រូផងឲ្យសិស្សក្រថ្ងៃសុខផងអញ្ចឹងផ្ដល់ទៅដើម្បីឲ្យដំណើរការពួកគាត់ធ្វើការពិតប្រាកដហើយគាត់ជួយរដ្ឋាភិបាលវិញទេដើម្បីបំពេញចំណេះដឹងដល់ក្មួយនៅទីនោះអញ្ចឹងរួមគ្នាធ្វើទៅយើងអត់មានជាអៀតច្អល់ទេបាទកុំឲ្យទៅថារដ្ឋាភិបាលបិទសិទ្ធិសេរីភាព NGO អង្គការតែគេធ្វើត្រូវយើងឲ្យគេធ្វើហើយបាទការគ្រប់គ្រងដោយចេរភាពត្រូវតែធ្វើប៉ុន្តែអ្វីដែលគុណប្រយោជន៍ឲ្យសហគមន៍ធ្វើទៅយើងជួយទៅ